MOU 43 Scenario ដែលថៃអាចលេងក្នុងពិភពលោកដែលមានវិវាទព្រំដែនរាប់មិនអស់ចាប់ពីកោះហេនរវាងកាណាដា ដាណឺម៉ាករហូតដល់តំបន់សមុទ្រចិនខាងត្បូងវិវាទកម្ពុជាថៃឈរនៅចំណុចប្រសព្វមួយដ៏គួរឲ្យចាប់អារម្មណ៍ការប្រើប្រាស់ច្បាប់ដើម្បីបិទបាំងមហិច្ឆតាជាតិនិយម 1. លំនាំដើមមរតកអាណានិគមនិងអន្ទាក់នៃផែនទីវិវាទកម្ពុជាថៃមិនមែនជារឿងថ្មីទេប៉ុន្តែវាជាដំបៅរ៉ាំរ៉ៃដែលបន្សល់ទុកពីការគោះវាស់ខ្សែបន្ទាត់ព្រំដែននាសម័យអាណានិគមបារាំងឆ្នាំ1904ទៅឆ្នាំ1907ចំនួនភាគច្រើនកើតចេញពីការយកលេសផែនទីមិនច្បាស់លាស់កអាវុធច្បាប់កម្ពុជាផែនទីខ្នាត1ទួល2សែនផែនទីដងរែកដែលតុលាការអន្តរជាតិ ICJ ទទួលស្គាល់ជាផ្លូវការខយុទ្ធសាស្ត្រថៃព្យាយាមប្រើបច្ចេកទេសវាស់វែងថ្មីឬតថភាពលើដីដើម្បីបដិសេធផែនទីចាស់នេះគឺជាឫសគល់នៃវិវាទ 4.6 គីឡូម៉ែត្រការ៉េនៅជុំវិញប្រាសាទព្រះវិហារនិងតំបន់ត្រួតស៊ីគ្នាក្នុងសមុទ្រ OCA 2. បទពិសោធន៍នៃការលុប MOU អាវុធមុខពីរឧទាហរណ៍សកលប្រវត្តិសាស្ត្របង្ហាញថា MOU គឺជាឧបករណ៍ទប់ដង្ហើមចំនួនប៉ុន្តែវាក៏ងាយនឹងត្រូវគេហែកចោលដើម្បីចំណេញនយោបាយក្នុងស្រុកឧទាហរណ៍ជាក់ស្ដែងអាសេបៃសង់អាមេនី MOU ស្តីពីបទឈប់បាញ់ត្រូវបានរំលោភជាបន្តបន្ទាប់នៅពេលដែលភាគីម្ខាងមើលឃើញឱកាសយោធានិងសម្ពាធជាតិនិយមក្នុងស្រុកហ្វីលីពីនចិន2018 MOU ស្តីពីការរុករកប្រេងរួមគ្នាត្រូវបានជាប់គាំងនិងត្រូវបានគេចាត់ទុកថាជាមុខនៅពេលដែលចរន្តនយោបាយក្នុងស្រុកហ្វីលីពីនប្រែប្រួលនិងបារម្ភពីការបាត់បង់អធិបតេយ្យភាពមេរៀនកម្ពុជាថៃ2009ថៃធ្លាប់បានប្រកាសលុប MOU 43ម្ដងរួចមកហើយដើម្បីតវ៉ានឹងការតែងតាំងលោកថាក់ស៊ីនជាទីប្រឹក្សារដ្ឋាភិបាលកម្ពុជាសម្រាប់ថៃ MOU មិនមែនជាសន្ធិសញ្ញាអមតៈឡើយប៉ុន្តែវាជាចំណាប់ខ្មាំងនយោបាយនៅពេលណាដែលបក្សភូមិใจថៃត្រូវការសម្លេងឆ្នោតគេនឹងយក MOU មកធ្វើជាផ្ទាំងស៊ីភ្លាម 3. ផលជះផ្លូវច្បាប់និងវិបត្តិសេដ្ឋកិច្ចកផ្នែកច្បាប់ការបាត់បង់ភាពស្របច្បាប់កម្ពុជាមានប្រៀបការបំពានលើ status quo តាមរយៈការសាងសង់សំណង់រឹងធ្វើឲ្យថៃក្លាយជាអ្នកឈ្លានពានក្នុងក្រសែភ្នែកតុលាការអន្តរជាតិថៃប្រឈមនឹងការឯកោការបំពានកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយអាមេរិកលោកដូណាល់ត្រាំនឹងធ្វើឲ្យថៃបាត់បង់ទំនុកចិត្តពីមហាអំណាចនិងអាស៊ានខផ្នែកសេដ្ឋកិច្ចឈ្នះទឹកដីចាញ់ក្រពះឱកាស OCA រលាយបើ MOU ត្រូវបានលុបការទាញយកប្រេងនិងវាតម្លៃរាប់ពាន់លានដុល្លារនឹងត្រូវកកស្ទះនេះជាការសម្លាប់មេមន់ដើម្បីយកពងសម្រាប់សេដ្ឋកិច្ចថៃសង្វាក់ផ្គត់ផ្គង់កម្ពុជាជាទីផ្សារធំរបស់ថៃភាពតានតឹងនឹងធ្វើឲ្យទំនិញថៃកកស្ទះប៉ះពាល់ដល់ក្រុមវិនិយោគិនដែលជាខ្នងបង្អែករដ្ឋាភិបាលថៃផ្ទាល់ 4. សេណារីយ៉ូដែលថៃអាចលេងតាមប្រូបាបសម្រាប់ស្ថានភាពឆ្នាំ2026នេះការគណនានិងវាយតម្លៃលើសេណារីយ៉ូទាំង3ដើម្បីមើលថាតើផ្លូវមួយណាដែលមានភាគរយខ្ពស់ជាងគេនិងមានផលប៉ះពាល់ខ្លាំងបំផុតក៏សេណារីយ៉ូទី1ការស៊ីតាមការរំកិលបង្គោលមានភាគរយខ្ពស់ជាងគេដល់ 60% ហើយមិនចង់បាត់បង់មុខមាត់លើឆាកអន្តរជាតិដោយការហែកមូលចោលចម្លើយព្រោះខ្លាចលោកដូណាល់ត្រាំដាក់ទណ្ឌកម្មប៉ុន្តែការលួចសាងសង់បន្តិចម្ដងស៊ីបង្គោលគឺជាការបង្កើតទិដ្ឋភាពលើដីដែលពិបាកនឹងដេញដោលតាមផ្លូវច្បាប់ក្នុងរយៈពេល10ទៅ20ឆ្នាំខាងមុខ
មេរៀនសកលដោយដែលចិនបានធ្វើនៅសមុទ្រចិនខាងត្បូងគឺការចាក់ដីបំពេញកោះបន្តិចម្ដងរហូតដល់ក្លាយជាមូលដ្ឋានទ័ពថៃកំពុងដើរតាមគន្លងនេះហើយខសេណារីយ៉ូទី2ការប្រើ OCA ជាចំណាប់ខ្មាំងមានត្រឹម 25% ថៃនឹងដាក់លក្ខខណ្ឌចរចា OCA តំបន់ត្រួតស៊ីគ្នាក្នុងសមុទ្រដោយភ្ជាប់ជាមួយបញ្ហាព្រំដែនដីគោកពួកគេនឹងព្យាយាមបង្ខំឲ្យកម្ពុជាទទួលស្គាល់ការសាងសង់លើដីគោកខ្លះជាថ្នូរនឹងការចែករំលែកផលប្រយោជន៍ប្រេងនិងមាសនេះគឺជាយុទ្ធសាស្ត្រយកចានតូចប្ដូរយកចានធំកសេណារីយ៉ូទី3ការបោះបង់ MOU ដើម្បីបដូរយកសម្លេងឆ្នោតមានភាគរយទាបបំផុតដល់ 15% ការលុប MOU គឺជាគ្រាប់បែកអត្តឃាតខាងការទូតលុះត្រាតែរដ្ឋាភិបាលលោកអាញូទីនជួបវិបត្តិដល់ដំណាក់កាលចុងក្រោយទើបគេប្រើល្បែងនេះការលុប MOU នឹងធ្វើឲ្យវិនិយោគិនបរទេសរត់ចេញពីថៃព្រោះគេមើលឃើញថាថៃជាប្រទេសដែលមិនគោរពហត្ថលេខាខ្លួនឯងផលខាតសេដ្ឋកិច្ចនឹងធំជាងផលចំណេញនយោបាយសន្និដ្ឋានកម្ពុជាគួរផ្ដោតលើការទប់ស្កាត់សេណារីយ៉ូទី1ជាអាទិភាពបំផុតត្រូវតែប្រកាន់ខ្ជាប់នៅជំហរទន់ភ្លន់តែរឹងមាំតាមរយៈអាវុធ3ប្រភេទកអាវុធច្បាប់រក្សា MOU ជាខែប៉ុន្តែចងក្រងភ័ស្តុតាងរំលោភបំពានរបស់ថៃឲ្យច្បាស់លាស់ដើម្បីបង្ហាញឲ្យពិភពលោកឃើញថាថៃជាអ្នកហែកកម្ពុជាជាអ្នករក្សាខអាវុធសេដ្ឋកិច្ចសម្រុកសាងសង់ប្រែកជីកហ្វូណនដេជោឲ្យឆាប់បំផុតនិងពង្រីកហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនកម្ពុជាវៀតណាមនិងកម្ពុជាឡើងឲ្យល្អបំផុតកាលណាដង្ហើមសេដ្ឋកិច្ចយើងឯករាជ្យអំណាចចរចានឹងកើនឡើងទ្វេដងកអាវុធយោធាពង្រឹងសមត្ថភាពការពារជាតិដោយបង្កើតកងពលដ្រូនសម្រាប់ការពារនំប្រយុទ្ធនិងបង្កើតរោងចក្រផលិតដ្រូនតម្លៃទាបសម្រាប់យុទ្ធសាស្ត្ររយៈពេលវែងការគណនាដ៏ល្អបំផុតគឺការមិនទុកឲ្យសត្រូវអាចមើលយើងបានតាមរយៈការរៀនបណ្ឌិតយល់រដ្ឋា